Bạnជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបបង្កើតបញ្ជីបញ្ចូលពិន្ទុប្រចាំខែនៅក្នុងកម្មវិធី Wiki School លោកគ្រូអ្នកគ្រូបាទនឹងឃើញថាបញ្ជីប្រឡងប្រចាំខែគឺมันមានគ្រប់ខែទាំងអស់ទេបាទប៉ុន្តែបញ្ហានេះលោកគ្រូអ្នកគ្រូអាចដោះស្រាយបានធម្មតាដោយចូលទៅកាន់គណនីរបស់គណៈគ្រប់គ្រងសាលាឬក៏គ្រូ ICT បាទដោយចូលទៅពាក្យទូទៅនេះបដូរទៅជាការកំណត់ប្រព័ន្ធរួចលោកគ្រូអ្នកគ្រូបាទកលេសខាងឆ្វេងនេះមានពាក្យការប្រឡងបាទចុចកន្លែងហ្នឹងមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូមើលខាងស្ដាំនេះឃើញពាក្យបង្កើតចុចពាក្យបង្កើតហ្នឹងមកបន្ទាប់មកលោកគ្រូអ្នកគ្រូបាទជ្រើសរើសទី1ឆ្នាំសិក្សាថ្មី2025-2026បាទប្រភេទឆមាសគឺសម្រាប់ខ្ញុំគឺបង្កើតចំពោះខែកុម្ភៈដោយសារខែមករាខែធ្នូខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំបង្កើតតគឺសម្រាប់ខែកុម្ភៈអញ្ចឹងខែកុម្ភៈស្ថិតនៅក្នុងឆមាសទី1ឬក៏ទី2បាទអញ្ចឹងសម្រាប់ខែកុម្ភៈយើងស្ថិតនៅក្នុងឆមាសទី1យើងជ្រើសរើសឆមាសទី1ទៅអញ្ចឹងខែកុម្ភៈហ្នឹងគឺសម្រាប់ឆ្នាំ2025ឬក៏26អញ្ចឹងជាក់ស្ដែងឆ្នាំសិក្សាថ្មីយើងគឺ2026ប៉ុន្តែបើខែធ្នូគឺយើងដូរដាក់2025បាទដោយសារខែធ្នូយើងនៅឆ្នាំសិក្សាចាស់ឡើយតោះមកយើងរើសខែបាទអញ្ចឹងខ្ញុំរើសខែកុម្ភៈប្រភេទអីគេគឺយើងរើសប្រភេទការបញ្ចូលបន្ទុកកន្លែងពណ៌នេះហ្នឹងលោកគ្រូដាក់បាទដាក់ប្រចាំបាទប្រចាំអីគេប្រចាំកុម្ភៈឬក៏ប្រចាំខែធ្នូក៏បានដែរលោកគ្រូពណ៌នេះអាស្រ័យលោកគ្រូទេកន្លែងឡាតាំងនេះលោកគ្រូអាចដាក់ខែកុម្ភៈយើងដាក់អក្សរអង់គ្លេសមកអក្សរអង់គ្លេស February យើងដូរយើងដាក់ថ្ងៃខែកាត់បាទយើងដាក់ពាក្យកាត់បាទ Feb exam ចាំមកអញ្ចឹងខែកុម្ភៈគឺបញ្ចូលបន្ទុកចាប់ពីថ្ងៃទី1ខែ2ឆ្នាំ2026ដល់ថ្ងៃទី1ថ្ងៃទី28បាទខែ2ឆ្នាំ2026បាទដោយសារខែកុម្ភៈយើងបើសិនដាច់23លោកគ្រូដាក់28ទៅបើដាច់24លោកគ្រូដាក់29ទៅបាទលក្ខខណ្ឌយើងជ្រើសបន្ទុកនឹងវត្តមានបាទលំដាប់អញ្ចឹងមានន័យថាលោកគ្រូចង់ឲ្យប្រចាំខែហ្នឹងស្ថិតនៅលេខរៀងទី1ខាងលើគេឬក៏ខាងក្រោមគេអញ្ចឹងយើងដាក់លំដាប់ទៅឥឡូវខ្ញុំដាក់1ដែរតបមកកន្លែងនេះគេសួរយើងការប្រឡងអីគេអញ្ចឹងយើងថិចប្រឡងឆមាសចឹងមកតមកលោកគ្រូរក្សាទុកបាទតែប៉ុណ្ណឹងគឺរួចរាល់ហើយកន្លែងនេះពេលបង្កើតគឺវាចេញក្បៀស2026អញ្ចឹងបើលោកគ្រូអត់ចង់ឃើញហ្នឹងទេចូលទៅចុច3នេះមកហើយរើសពាក្យកែសម្រួលនេះលុបអា2026នឹងវិញមកបាទកន្លែងហ្នឹងខ្ញុំអត់ច្បាស់ថាហេតុអីបានជាពេលដែលយើងបង្កើតវាបង្កើតចេញ2026នឹងឲ្យហើយដល់ពេលយើង edit ឬក៏កែប្រែវារក្សាទុកវាបាត់បាទនេះអញ្ចឹងខែកុម្ភៈហ្នឹងបាត់អាកន្លែង2026ហ្នឹងណាបាទហើយតែប៉ុណ្្នឹងទេលោកគ្រូសម្រាប់ការបង្កើតខែផ្សេងទៀតយើងធ្វើដូចជំហានដែល